ទៀតទេបងប្អូនគឺឆ្នាំ2014នេះត្រូវតែឲ្យគណៈបកប្រជាជនលោកហ៊ុនសែនទទួលស្គាល់ថាខ្លួនបំផ្លាញជាតិដែរហើយបងប្អូនព្រមទទួលទេយើងអរក៏ទៅជួយអរថាឈើនោះណាអ្នកណាមិនដែលឲ្យយួនកម្មទៅអ្នកណាស្យាឲ្យអ្នកណាទៅឈូលោកបងក៏តើអស់នេះច្រើនណាស់មួយថ្ងៃមិនក៏ថារៀបរាប់មិនអស់ទេរឿងទាំងអស់នេះជារឿងទុកសោករបស់ជាតិយើងបងប្អូនដែលយើងមិនអាចនៅបងអងបានទេគឺឆ្នាំ2014នេះគឺយើងទាំងគ្នាត្រូវតែប្រាជ្ញាផ្លាស់ប្ដូរមេដឹកនាំប្រជាការពុករលួយហេតុការណ៍ថាចឹងហើយយុទ្ធសាស្ត្ររបស់ពួកកុម្មុយនីស3ហ្នឹងរលាយហើយបើគណៈបកប្រជាជនគេថ្លែងអសរ3ហ្នឹងសទី1សោកសទី2សម្លុតសទី3សម្លាប់ឥឡូវសោកក៏មិនបានសម្លាប់ក៏មិនបានសម្លាប់ក៏លែងសម្លាប់អស់ហើយមកហត់លៀននេះហើយមែនទេបងប្អូនអើទៅចាំលោសាចាប់មេសហជីពដាក់គុកឡើងមើលចាប់មេដឹកនាំគណៈបកសង្គ្រោះជាតិដាក់គុកមើលបងប្អូនហ៊ានហើយគុកហ៎បាទយើងខិតតបដើម្បីយុទ្ធធម៌ហ៊ានចាប់មេដឹកនាំយើងដាក់គុកយើងនៅស្ងៀមឲ្យគេចាប់ទេបងប្អូនដូច្នេះមានន័យថាសម្លាប់ក៏លែងអស់ហើយក្បែរលើកច្រើនណាស់បងប្អូនបើយើងលើកគ្នាតិចពួយ10នាក់100នាក់1000នាក់10000នាក់អានោះសម្លាប់អស់ចុះទៅលើប្រត់លៀននេះហើយសម្លាប់អស់ទេបងប្អូនអញ្ចឹងមិនមានតែសំដាងស៊ីកម្មសខា2នាក់ទេសំដាងស៊ីកម្មសខាហើយអ្នកបកកែជាងសំដាងស៊ីកម្មសខារាប់លានអ្នកនៅក្នុងប្រទេសកម្ពុជាមែនទេបងប្អូនដូច្នេះហើយសម្លាប់លែងបានហើយសោកក៏លែងបានសម្លាប់ក៏លែងបានសម្លាប់ក៏លែងបានអញ្ចឹងគណៈបកប្រជាជនគឺចប់ហើយបងប្អូនគឺបញ្ចប់ពួកកុម្មុយនីសនៅស្រុកខ្មែរហើយអត់ឲ្យពួកនឹងនៅបន្តយកនយោបាយយួនយកមកអនុវត្តស្រុកខ្មែរតទៀតទេបាទពួកនេះអនុវត្តនយោបាយយួនច្រើនឆ្នាំហើយបងប្អូនអញ្ចឹងហើយត្រូវបញ្ចប់ហើយអ្នកដែលធ្លាប់គ្រប់គ្រងគណៈបកប្រជាជននោះល្មមទៅបង្កើតបកថ្មីមួយទៀតហើយកុំយកបកកញ្ចាស់របស់ហូជីមិញនឹងយកមកបន្តដឹកនាំប្រទេសតទៀតហើយយើងជាខ្មែរយើងជាមនុស្សល្មមបង្កើតបកខ្លួនឯងហើយរឿងអីយកបករបស់ហូជីមិញយកមកបង្កើតយកមកដឹកនាំប្រទេសដូច្នេះហើយខ្ញុំជឿថាក្នុងគណៈបកប្រជាជនកម្ពុជាក៏មានអ្នកស្នេហាជាតិដែរក៏មានអ្នកមានស្មារតីល្អក៏មានអ្នកមានសមត្ថភាពដែរអញ្ចឹងសំចេញទៅបង្កើតគណៈបកមួយរបស់ខ្មែរនោះកុំស៊ីអំពើយួនតទៀតបាទល្មមដល់ពេលហើយបាទព្រោះខ្ញុំសួរថ្ងៃនេះមានមេដឹកនាំមកចំនួនថ្នាក់ធំគណៈបកប្រជាជនបានលួចមកជួបខ្ញុំគេថាឥឡូវនេះយកល្អដើម្បីកុំឲ្យខូចពូជគេខ្មែរដែរគេឈប់ចង់នៅគណៈបកប្រជាជនដែលយួនបកកែទៀតហើយគេថាបើគេចង់តទល់ជាមួយគណៈបកសង្គ្រោះជាតិគឺគេមានបករបស់ខ្មែរខ្លួនគេតទៀតខ្ញុំថាហ្នឹងល្អដែរមែនទេយើងខ្លាចគុំបករបស់ខ្មែរបងប្អូនបើអត់ចង់ឲ្យនៅបករបស់យួនចឹងទៀតទេចឹងឲ្យប្រមាណអ្នកហ្នឹងនៅស៊ីអំពើយួនទៀតដល់ហើយបងប្អូនគណៈបកប្រជាជនហ្នឹងចេញមករៀបបករបស់ខ្លួនថ្មីមួយទៀតដើម្បីប្រកួតជាមួយគណៈបកសង្គ្រោះជាតិដោយស្មារតីដោយខ្មែរនិងខ្មែរបាទសូមអរគុណជ័យយើងរកសាស្ត្រខ្មែរជ័យយើងឆ្នាំថ្មីឆ្នាំជ័យជំនះ2019បាទសូមអរគុណបាទ